សួស្តីបងប្អូនទាំងគ្នាយប់នេះវិលមកជួបជាមួយនឹង admin channel សាររន្ធត់ទៀតហើយដែលសាច់រឿងក្នុងយប់នេះដែរគឺ admin បានលើកយកសាច់រឿងដែលតពីភាគមុនគឺអំពីលោកតាសក់កណ្ដាញ់កំចាត់ចោលព្រៃហ្នឹងយកមកចែករំលែកបងប្អូនទាំងគ្នាស្ដាប់ហើយក៏ចង់បញ្ជាក់បងប្អូនទាំងគ្នាថាបើសិនជាបងប្អូនទាំងគ្នាមួយណាដែលមិនទាន់ស្ដាប់ភាគ1ភាគ2អាចអញ្ជើញចូលស្ដាប់នៅក្នុង channel របស់ admin បានហើយសាច់រឿងនេះគឺបានតពីសាច់រឿងភាគ2ហ្នឹងហើយក៏ចង់បញ្ជាក់បងប្អូនទាំងអស់គ្នាថាសាច់រឿងនេះគឺមានតែ3ភាគទេបើសិនជាបងប្អូនទាំងគ្នាចូលចិត្តសាច់រឿងជាភាគអញ្ចឹងបងប្អូនទាំងគ្នាកុំភ្លេចជួយ comment ឲ្យ admin បានដឹងផងណាដើម្បី admin ងាយស្រួលនៅក្នុងការស្វែងរករឿងប្រភេទបែបជាភាគនេះយកមកចែករំលែកបងប្អូនទាំងគ្នាកំសាន្តស្ដាប់បន្តទៀតហើយក៏សង្ឃឹមថាបងប្អូនទាំងគ្នាចូលចិត្តសាច់រឿងនេះទៅចោះមុននឹងចូលទៅក្នុងសាច់រឿងពេញ admin សូមសំណូមពរឲ្យបងប្អូនទាំងគ្នាកុំភ្លេចជួយចុច subscribe ឲ្យ admin ម្នាក់មួយផងណាដើម្បីជាកម្លាំងចិត្តជួយជំរុញឲ្យ admin នៅក្នុងការរករឿងបែបនេះជាច្រើនទៀតយកមកនិទានជូនបងប្អូនស្ដាប់ជារៀងរាល់យប់អញ្ចឹងដើម្បីកុំឲ្យអូសបន្លាយពេលបងប្អូនយូរ admin សូមនាំបងប្អូនចូលទៅក្នុងសាច់រឿងភាគ3ទាំងអស់គ្នា Hello? Can you see me? អញ្ចឹងសាច់រឿងក៏បានបន្តរហូតដល់អ្នកទាំង4នាក់ហ្នឹងបានធ្វើដំណើរមកដល់ភូមិរបស់មនុស្សស្នាក់នៅដែលភូមិហ្នឹងគឺគ្រប់ដណ្ដប់ទៅដោយក្រុមពួកចៅជាអ្នកគ្រប់គ្រងនៅក្នុងភូមិហ្នឹងហើយរយៈពេល1ខែទើបវាមកត្រួតពិនិត្យភូមិហ្នឹងម្ដងដើម្បីប្រមូលយកនៅស្បៀងអាហារហ្នឹងពីអ្នកភូមិប្រសិនបើអ្នកភូមិរូបណាមិនមានស្បៀងអាហារឲ្យពួកវាទេពួកវានឹងសម្លាប់អ្នកភូមិហ្នឹងចោលទាំងអស់តែម្ដងអញ្ចឹងលោកគ្រូទាំង2នាក់រួមនឹងកូនសិស្សទាំង2នាក់ហ្នឹងគឺបានធ្វើដំណើរមកដល់ភូមិហ្នឹងអ្នកភូមិគ្រាន់តែឃើញលោកគ្រូនិងកូនសិស្សភ្លាមពួកគាត់នឹងគឺបានមកទទួលអ្នកភ្លាមតែម្ដងដោយអ្នកខ្លះទៀតគឺធ្វើការគោរពនឹងអោនលំទោនទាំងពីចម្ងាយអ្នកខ្លះគឺក្រាបសំពះដល់ដីដោយគេដឹងថាលោកគ្រូនិងកូនសិស្ស2នាក់ហ្នឹងគឺបានមកជួយគាត់ហើយទោះបីគាត់មានគ្នា4នាក់ប៉ុន្មានប៉ុន្តែវិជាគុណរបស់គាត់គឺមិនអាចប្រៀបបានទេសឹងថាចៅព្រៃមានគ្នា20-30នាក់ក៏មិនអាចយកឈ្នះពួកគាត់ហ្នឹង4នាក់ដែរដោយសារតែពួកគាត់ហ្នឹងគឺមិនមែនចេះត្រឹមតែសិលគមធម្មតាទេថែមទាំងពួកគាត់ហ្នឹងគឺមានវិជាគុណដូចជាក្បាច់គុណលបុកតោអីហ្នឹងគឺពួកគាត់ហ្នឹងគឺសុទ្ធតែចេះសឹងតែគ្រប់គ្នាតែម្ដងអញ្ចឹងមានន័យថាក្រុមចៅ20-30នាក់ហ្នឹងក៏មិនប្រកាសថាឈ្នះពួកគាត់4នាក់ដែរអញ្ចឹងក្រោយពីលោកគ្រូនិងកូនសិស្សទៅដល់ភូមិអ្នកភូមិក៏បានរៀបចំផ្ទះមួយសម្រាប់ពួកគាត់ស្នាក់នៅដោយរៀបចំនៅម្ហូបទឹកបាយឯហ្នឹងជូនពួកគាត់ពិសាយ៉ាងឆ្ងាញ់ដើម្បីយកចិត្តទៅកាន់ពួកគាត់លោកគ្រូដួងក្រោយពីឃើញទឹកចិត្តរបស់អ្នកភូមិអញ្ចឹងគឺគាត់សឹងតែសឹកទឹកភ្នែកហ្មងដោយសារថាមិនគួរណាអ្នកភូមិមានទឹកចិត្តដ៏ល្អដល់ថ្នាក់ហ្នឹងហេតុអីក៏បានធ្លាក់មកក្រោមកំដាប់ដៃចោលយ៉ាងសាហាវប្លែកសៃគឺវាកាប់សម្លាប់មិនស្គាល់ថាជីវិតអ្នកភូមិនឹងអីទេអ្នកភូមិទាំងឡាយហ្នឹងគឺរស់ប្រៀបដូចត្រឹមតែជាជីវិតសត្វសំណក់មួយអញ្ចឹងគឺពួកវាចង់កាប់សម្លាប់ពេលណាក៏គ្មានអ្នកហ៊ានតដៃនឹងពួកវាដែរអញ្ចឹងក្រោយពីកំពុងតែហូបបាយហ្នឹងស្រាប់តែមានមេក្រុមដែលប្រចាំភូមិហ្នឹងគឺគេមានមេក្រុមសម្រាប់មើលអ្នកនៅក្នុងភូមិហ្នឹងថាអ្នកណាបានស្បៀងបណ្ណាយហ្នឹងគេចាត់ទុកស្បៀងកន្លែងណាយហ្នឹងគឺគេមានមេក្រុមសម្រាប់ចាប់អញ្ចឹងមេក្រុមហ្នឹងក៏បានប្រាប់ពីរឿងរ៉ាវដំណើរហ្នឹងទៅកាន់លោកគ្រូដួងនិងលោកគ្រូដាញ់ដែលគាត់បានប្រាប់ថាពួកចៅហ្នឹងវានឹងធ្វើដំណើរមកក្នុងរយៈពេល1អាទិត្យទៀតហើយអញ្ចឹងលោកគ្រូដាញ់និងលោកគ្រូដួងគួរតែរៀបគម្រោងយ៉ាងណាដើម្បីចាប់អាក្រុមចៅជួមុខវាហ្នឹងដែលមានគ្នាខ្ទង់15នាក់អីហ្នឹងហើយពេលដែលវាមកហ្នឹងគឺវាមានអាវុធមកនឹងដៃដោយជាកំបិតអញ្ចឹងសូមឲ្យលោកគ្រូដាញ់និងកូនសិស្ស2នាក់ហ្នឹងត្រូវតែប្រយ័ត្នប្រយែងយ៉ាងមែនតែនដោយសារតែពួកវាហ្នឹងគឺចិត្តវាសាហាវព្រៃសៃប្រៀបធៀបនឹងសត្វចចកអញ្ចឹងបើវាឃើញមនុស្សប្លែកមុខពីអ្នកភូមិហើយវានឹងកាប់សម្លាប់ហើយអញ្ចឹងលោកគ្រូដួងនិងលោកគ្រូដាញ់ត្រូវតែរៀបគម្រោងយ៉ាងណាដើម្បីគេចផុតជីវិតចេញពីពួកចៅព្រៃទូជួខាងមុខនឹងអញ្ចឹងអេដមីនបញ្ជាក់អ្នកទាំងអស់គ្នាថាចៅព្រៃនឹងគឺមាន3ជួរមានន័យថាជួរមុខជួរកណ្ដាលនិងជួរខាងក្រោយគេជួរខាងក្រោយគេនឹងគឺមានមេតបព្រៃមេតបព្រៃនឹងគឺចេះសិលគុំខ្លាំងមែនតែនអញ្ចឹងគឺមេតបព្រៃនឹងគឺនៅខាងក្រោយមានន័យថាបើសិនជាចៅព្រៃជួរមុខហ្នឹងវាធ្វើដំណើរមកបរាជ័យឬក៏ត្រូវបានអ្នកភូមិហ្នឹងគេកាត់សម្លាប់អីអញ្ចឹងចៅព្រៃជួរទី2ហ្នឹងបានធ្វើការមកសងសឹកដើម្បីមកបង្ក្រាបអ្នកភូមិអញ្ចឹងណាបើសិនជាចៅព្រៃជួរទី2ហ្នឹងចាញ់ដៃអ្នកភូមិទៀតអញ្ចឹងគេនឹងបញ្ជូនមេចៅទី3មានន័យថាជួរទី3ហ្នឹងគឺពោពេញទៅដោយមេចៅឬក៏កូនចៅដែលមានសមត្ថភាពមកអញ្ចឹងអ្នកភូមិមិនអាចឈ្នះ
ជួរទី3នឹងបានទេអញ្ចឹងបានជាមេដែលកាន់នៅភូមិហ្នឹងណាប្រាប់រឿងហ្នឹងទៅកាន់លោកគ្រូដួងនិងលោកគ្រូដាញ់ឲ្យយល់អំពីយុទ្ធសាស្ត្ររបស់ចៅព្រៃលោកគ្រូដាញ់ក្រោយពីឮសម្ដីរបស់មេដែលកាន់ក្រុមនៅក្នុងភូមិហ្នឹងហើយលោកគ្រូដាញ់ហ្នឹងក៏បានគិតមួយសន្ទុះតែគាត់គិតផ្លឹកហ្មងអញ្ចឹងលោកគ្រូដួងក្រោយពីឃើញលោកគ្រូដាញ់គិតផ្លឹកអញ្ចឹងគាត់ក៏បានដាស់ទៅលោកគ្រូដាញ់ណាដាស់ទៅលោកគ្រូដាញ់ក៏បានភ្ញាក់ពីផ្លឹកវិញអញ្ចឹងលោកគ្រូដួងក៏បានសួរលោកគ្រូដាញ់ថាមុនហ្នឹងបងឯងគិតអីបានជាផ្លឹកដល់ថ្នាក់នឹងបានភ្លេចបាយភ្លេចទឹកចឹងណាអញ្ចឹងលោកគ្រូដាញ់ក៏បានគិតថាយុទ្ធសាស្ត្រដែលគាត់ខ្លាចហ្នឹងគឺជាជួរទី3នឹងឯងព្រោះថាមេចៅនៅក្នុងព្រៃហ្នឹងគឺមិនត្រឹមតែចេះនៅសិលវិជ្ជាធម្មតាទេពលគឺពួកវាហ្នឹងអាចចេះនៅមន្តអាគមអាចប្រើខ្មោចតក់ខ្មោចឯបានទៀតមកទៅបានជាពួកវាហ្នឹងខ្លាំងដល់ថ្នាក់ហ្នឹងអញ្ចឹងសំបីតែការរៀបជួររបស់វាគឺមានភាពល្អិតល្អន់មែនតើអញ្ចឹងមានន័យថាពួកវាហ្នឹងគឺមិនមែនជាក្រុមចៅដែលយើងធ្លាប់ជួបពីមុនទេចៅនេះគឺអាចជាចៅថ្នាក់ខ្ពស់ដែរហើយព្រោះថាវាហ្នឹងគឺចេះនៅសិលអាគមសិលវិជ្ជាដែរអញ្ចឹងណាក្រោយពីឮសម្ដីរបស់លោកគ្រូដាញ់ហើយលោកគ្រូដួងហ្នឹងក៏គាត់ចាប់ផ្ដើមគិតដែរគាត់គិតអំពីយុទ្ធសាស្ត្រធ្វើយ៉ាងណាដើម្បីចាប់ចៅទី2និងទី3ហ្នឹងបានណាព្រោះថាកម្រិតទី2ទៅនឹងទី3ហ្នឹងគឺជាកម្រិតចោលដែលខ្លាំងហើយអញ្ចឹងពួកគាត់មានគ្នាតែ4នាក់ទេរីឯអ្នកនៅក្នុងភូមិហ្នឹងគឺមិនអាចចូលរួមជាកងកម្លាំងជាមួយគាត់បានទៀតដោយសារតែអ្នកដែលស្ថិតនៅក្នុងភូមិហ្នឹងទាំងប៉ុន្មានណាគឺសិស្សឹងតែជាមនុស្សស្រីច្រើនជាងមនុស្សប្រុសអញ្ចឹងគឺមិនអាចតទល់ជាមួយនឹងកម្លាំងដែលចោលព្រៃពោពេញទៅដោយកម្លាំងនឹងបានទេព្រោះវាមានគ្នាច្រើនហើយកម្លាំងវាក៏ខ្លាំងណាមួយហ្នឹងចោលព្រៃហ្នឹងគឺវាចេះនៅសិលវិជ្ជាទៀតអញ្ចឹងគឺមិនអាចនាំមនុស្សស្រីទាំងអស់ហ្នឹងទៅសម្រាប់នៅក្នុងការប្រយុទ្ធជាមួយចៅព្រៃនឹងបានទេអញ្ចឹងបានជាពួកគាត់ហ្នឹងត្រូវប្រើឬក៏រិះរោគល្បិចយ៉ាងណាដើម្បីចាប់អាចៅព្រៃជួរមុខនឹងឲ្យបានរួចយកចៅព្រៃជួរមុខហ្នឹងធ្វើជាកងកម្លាំងឬក៏ចោះចូលជាមួយនឹងក្រុមពួកគាត់អញ្ចឹងភ្លាមហ្នឹងក្រោយពីលោកគ្រូដាញ់បានស្ដាប់របស់បងមេភូមិដែលគាត់ជាអ្នកគ្រប់គ្រងក្នុងភូមិហ្នឹងហើយគាត់ក៏បានសួរថាបើសិនជាយើងចាប់បានជួរខាងមុខហ្នឹងរយៈពេលប៉ុន្មានទើបជួរទី2ហ្នឹងមកជួយបើសិនជាពួកវិបត្តិខ្លួនណាអញ្ចឹងបងមេក្រុមហ្នឹងក៏គាត់បានប្រាប់តាមត្រង់ដែរគាត់ថាបើសិនជាមេចៅព្រៃជួរទី1មកបាត់ខ្លួនអញ្ចឹងរយៈពេល1ខែទើបមេចៅទី2ហ្នឹងវាមកគ្រប់គ្រងឬក៏មករកក្រុមទី1ដែលបានបាត់ខ្លួនហ្នឹងជៀសវាងត្រូវអ្នកភូមិសម្លាប់ឬក៏អ្នកភូមិយកមកចោះចូលអញ្ចឹងណាអញ្ចឹងក្រោយពីឮសម្ដីរបស់មេក្រុមនៅក្នុងភូមិនឹងថា1ខែលោកគ្រូដាញ់ហ្នឹងក៏នឹកឃើញគម្រោងមួយដើម្បីចាប់មេចៅឬក៏ចាប់ក្រុមចៅក្រុមទី1ហ្នឹងបន្ទាប់ពីលោកគ្រូដាញ់គាត់បានគិតឃើញគម្រោងនឹងហើយគាត់ក៏បានយកគម្រោងហ្នឹងទៅនិយាយជាមួយនឹងលោកគ្រូដួងដោយគាត់បាននិយាយថាគាត់នឹកឃើញគម្រោងហើយអញ្ចឹងលោកគ្រូដួងយកគម្រោងហ្នឹងទៅប្រាប់បងទាំងពីរនាក់បងយុទ្ធនិងបងយ៉តហ្នឹងឲ្យរៀបចំគម្រោងការហ្នឹងនៅថ្ងៃខាងសែកហ្នឹងគឺជាថ្ងៃដែលពពួកចៅព្រៃឬក៏មេចៅព្រៃជួរទី1ហ្នឹងវាធ្វើការមកប្រមូលស្បៀងនៅក្នុងភូមិហ្នឹងអញ្ចឹងលោកគ្រូដួងហ្នឹងក៏បានហៅបងពីរនាក់ហ្នឹងមកប្រាប់អំពីគម្រោងការគាត់ដែលគាត់ចង់ចាប់មេចៅព្រៃជួរទី1ហ្នឹងចាប់ទាំងអស់តែម្ដងគឺមិនមានឲ្យនរណាគេរួចខ្លួនចេញពីការចាប់នឹងទេអញ្ចឹងបងទាំងពីរនាក់ហ្នឹងគឺត្រូវតែធ្វើការងារហ្នឹងដោយប្រុងប្រយ័ត្នឲ្យមែនតែនបន្ទាប់ពីរៀបគម្រោងការហើយក៏ឲ្យអ្នកភូមិហ្នឹងទៅយកសំណាញ់ជាច្រើនដែលបានរៀបចំទុកព្រោះថាកន្លែងភូមិហ្នឹងគឺស្ថិតនៅតំបន់ព្រៃអញ្ចឹងនៅគៀនសងខាងផ្ទះហ្នឹងគឺសិតតែព្រៃអញ្ចឹងគាត់អាចលាក់សំណាញ់នៅខាងលើដើមឈើបានណាអញ្ចឹងក្រោយពីរៀបគម្រោងការហើយមិនទាន់បានប្រមាណផងស្រាប់តែមេចៅព្រៃហ្នឹងក្រុមទី1ហ្នឹងគឺបានមកដល់ក្នុងភូមិហ្នឹងហើយគម្រោងការទី1របស់លោកគ្រូដាញ់ហ្នឹងគឺបានរៀបចំឲ្យមានក្រុមសីស្អាតជាច្រើនដែលស្ថិតនៅក្រោមសំណាញ់របស់ចៅហ្នឹងណាអញ្ចឹងបើសិនជាបងយុទ្ធនិងបងយ៉តស្រែកប្រាប់ថាឲ្យរត់អញ្ចឹងក្រុមនារីដែលនៅក្នុងនៅក្រោមសំណាញ់ហ្នឹងទៅតែរត់ចេញឲ្យបានលឿនដើម្បីគាត់នឹងគ្របបានពួកចៅនឹងទាំងអស់ដែលក្រុមចៅទី1ហ្នឹងគឺមានគ្នាចំនួន15នាក់ដែលគេដើរជាវងតែម្ដងអញ្ចឹងសំណាញ់ពួកគាត់ហ្នឹងគឺរៀងធំដែរអញ្ចឹងគឺអាចក្រោបបានទាំងអស់ហ្មងអ្វីដែលជាភាពវៃឆ្លាតរបស់លោកគ្រូដាញ់ហ្នឹងគឺគាត់បានរៀបចំឲ្យក្រុមនារីដែលមានកម្លាំងរៀងខ្លាំងឬក៏មានមាឌរៀងធំគឺជាអ្នកកាន់ដំបងដើម្បីនៅពេលដែលពពួកចៅព្រៃហ្នឹងវាជាប់នឹងសំណាញ់ហើយនារីទាំងអស់ហ្នឹងគឺជួយវាគ្នាដោយសារតែពួកវាហ្នឹងមានចំនួនច្រើនបើសិនជាពួកគាត់មានគ្នាតែ4នាក់ទេ
ខ្លាចពួកវានឹងអាចកាត់សំណាញ់ទាន់ពេលវេលាអញ្ចឹងដើម្បីឲ្យកុំឲ្យពួកចៅព្រៃនឹងវាកាត់សំណាញ់ទាន់ពេលវេលាត្រូវតែតម្រូវឲ្យមានក្រុមនារីដែលមានសាច់ដុំធំធំឬក៏មានមៀតធំធំហ្នឹងជួយនៅក្នុងការសំពងចៅព្រៃនៅពេលដែលវាជាប់នឹងអន្ទាក់ឬក៏សំណាញ់ដែលលោកគ្រូដាញ់និងលោកគ្រូដួងបានរៀបចំនឹងអញ្ចឹងអ្វីគ្រប់យ៉ាងគឺប្រព្រឹត្តទៅយ៉ាងរលូនមែនទែនដោយលោកគ្រូដាញ់និងលោកគ្រូដួងហ្នឹងបានរងចាំមើលពីក្រុមចៅព្រៃហ្នឹងដែលវាដើរតម្រង់មកក្រុមនារីហ្នឹងអញ្ចឹងក្រុមនារីដែលមានមុខមាត់រាងស្អាតបាតហ្នឹងដែលបានតុបតែងខ្លួនមើលទៅគួរឲ្យស្អាតតាក់ទាញភ្នែកពួកចៅហ្នឹងគឺបានធ្វើកាយវិការឲ្យដៃដើម្បីឲ្យពួកចៅហ្នឹងវាចាប់អារម្មណ៍ក្រោយពីក្រុមពួកចៅហ្នឹងចាប់អារម្មណ៍នារីដែលនៅក្នុងវងទាំងអស់ហ្នឹងពួកវាបានរត់សម្ដៅមកមែនក្រោយពីរត់សម្ដៅមកក្រុមនារីទាំងអស់ហ្នឹងគឺបានចូលអន្ទាក់របស់លោកគ្រូដួងនិងលោកគ្រូដាញ់មែនដោយក្រុមនារីហ្នឹងបានរត់ចេញរួចខ្លួនទាំងអស់ណាតែពួកចៅហ្នឹងគឺបានជាប់នៅក្នុងសំណាញ់ហ្នឹងទាំងអស់រួចខ្លួនតែមេចៅម្នាក់ទេតែមេចៅម្នាក់ហ្នឹងគឺត្រូវបានលោកគ្រូដួងហ្នឹងបានវាយឲ្យសន្លប់អញ្ចឹងហើយគម្រោងការទី1របស់លោកគ្រូដាញ់ហ្នឹងគឺជោគជ័យ 100% តែម្ដងហើយក្រុមចៅទាំងអស់ហ្នឹងគឺត្រូវបានលោកគ្រូដាញ់ហ្នឹងបានដាក់ទរណកម្មយ៉ាងខ្លាំងរហូតធ្វើឲ្យក្រុមចៅទាំងអស់ហ្នឹងផ្លាស់ប្ដូរគំនិតពីចិត្តបិសាចមកចោះចូលក្រុមជាមួយគាត់ដោយពួកវាបានប្រាប់ថាពួកវាស្ម័គ្រស្លាប់ដើម្បីការពារលោកគ្រូដាញ់ហ្នឹងព្រោះថាលោកគ្រូដាញ់ហ្នឹងចាប់វាជាប់មែនមិនបានវាសម្លាប់ពួកវាទេត្រឹមតែបដៅពួកវាឲ្យវាដឹងស្គាល់ផ្លូវខុសផ្លូវត្រូវអញ្ចឹងដើម្បីជាការសងគុណទៅកាន់លោកគ្រូដាញ់ពួកចៅទាំងអស់ហ្នឹងគឺវាស្ម័គ្រចិត្តចូលក្រុមជាមួយនឹងលោកគ្រូដាញ់ចាប់ពីពេលហ្នឹងទៅលោកគ្រូដាញ់ក្រោយពីឮក្រុមចៅអញ្ចឹងក៏គាត់មិនទុកចិត្ត 100% ដែរគាត់គ្រាន់តែប្រាប់ទៅអ្នកទាំងដែលគាត់ចាប់បានទាំងអស់ហ្នឹងក៏បានប្រាប់ថាបើសិនជាអ្នកទាំងអស់គ្នាចង់រួចខ្លួនណាអាចរត់បានក៏ប៉ុន្តែអ្នកទាំងអស់គ្នាត្រូវដឹងថាលោកគ្រូដាញ់ហ្នឹងគាត់ចេះនៅមន្តអាគមខ្មៅងងឹតអញ្ចឹងបើសិនជាអ្នកទាំងអស់គ្នានឹងរត់ទៅដល់កន្លែងណាក៏ដោយក៏មិនអាចរត់រួចផុតជីវិតអំពីមន្តអាគមខ្មៅងងឹតរបស់លោកគ្រូដាញ់នឹងទេក្រុមចៅក៏យល់ព្រមហើយព្រមស្បត់ស្បាយជាមួយនឹងលោកគ្រូដាញ់អញ្ចឹងលោកគ្រូដាញ់ហ្នឹងក៏បានដាក់ពាក្យសម្បត្តិឲ្យក្រុមចៅនោះស្បត់ចូលក្រុមជាមួយនឹងលោកគ្រូដាញ់ទាំងអស់អញ្ចឹងក្រុមចៅហ្នឹងក៏បានព្រមតាមបែបបទរបស់លោកគ្រូដាញ់ទាំងអស់ដែលពួកវាហ្នឹងគឺអត់មានការសង្ស័យទេសំបីតាមេចៅមេធំជាងគេហ្នឹងក៏ព្រមចោះចូលជាមួយនឹងលោកគ្រូដាញ់នឹងដែរអញ្ចឹងក្រោយពីចោះចូលជាមួយនឹងលោកគ្រូដាញ់ហ្នឹងលោកគ្រូដាញ់ក៏បានកាត់សក់ទៅក្រុមចៅនឹងទាំងអស់ឲ្យមើលទៅដូចជាអ្នកស្រុកចឹងធម្មតាចៅព្រៃទេអ្នកទាំងអស់គ្នាគឺចៅព្រៃហ្នឹងគឺបានទុកសក់ឲ្យមើលទៅសំពងគួរឲ្យខ្លាចដូចជាចៅព្រៃហើយលាបមុខនឹងខ្ជូងគួរឲ្យខ្លាចចឹងណាក៏ប៉ុន្តែនៅពេលដែលលោកគ្រូដួងនិងលោកគ្រូដាញ់បានចាប់ហើយពួកគាត់នឹងក៏បានលាងជំរះមុខឲ្យពួកចៅព្រៃទាំងអស់ហ្នឹងស្លៀកពាក់ធ្វើដូចជាពិជារាសាមញ្ញចឹងហើយត្រៀមកម្លាំងហ្នឹងដើម្បីតទល់ជាមួយនឹងក្រុមមេចៅជួរទី2អញ្ចឹងលោកគ្រូដាញ់ហ្នឹងចំណាយរយៈពេលរហូតទៅដល់កន្លះខែដើម្បីបង្ហាត់ក្រុមចៅទាំងអស់ហ្នឹងឲ្យចេះនៅមុនវិជាការដើម្បីការពារខ្លួននិងដើម្បីកម្ចាត់ក្រុមចៅទី2ដោយពីមុនក្រុមចៅដែលមានគ្នាចំនួន15នាក់នឹងមេក្រុមមួយហ្នឹងគឺអត់សូវចេះនៅវិជាការខ្លាំងទេគ្រាន់តែចេះត្រឹមសម្លុតគេឬក៏បន្លាចគេចឹងណាបើសិនជាវាយមួយទល់នឹងមួយគឺក្រុមចៅហ្នឹងមិនអាចឈ្នះក្រុមរបស់លោកគ្រូដួងបានទេអញ្ចឹងបានជាលោកគ្រូដួងហ្នឹងគាត់បានហាត់នៅវិជាការដូចជាក្បាច់គុណនេះហ្នឹងទៅក្រុមចៅទាំងអស់ហ្នឹងដើម្បីឲ្យក្រុមចៅទាំងអស់ហ្នឹងអាចតទល់ជាមួយនឹងក្រុមចៅទី2ដែលមានកម្លាំងនិងក្បាច់គុណនឹងបានអញ្ចឹងលោកគ្រូដួងនិងលោកគ្រូដាញ់ហ្នឹងក៏បានសួរព័ត៌មានជាច្រើនទៅកាន់មេចៅទី1ដែលគាត់បានចាប់បានពេលនោះបានគាត់ទើបដឹងថាមេចៅទី1ហ្នឹងបានប្រាប់ព័ត៌មានគាត់ឲ្យបានដិតដល់ជាងមេក្រុមដែលគ្រប់គ្រងនៅក្នុងភូមិនឹងឆ្ងាយមែនទែនដោយសារតែមេក្រុមចៅទី1ហ្នឹងគាត់គឺជាមនុស្សដែលស្ថិតនៅក្នុងក្រុមចៅនឹងស្រាប់អញ្ចឹងគាត់គឺបានប្រាប់នៅព័ត៌មានជាច្រើនដែលតាក់ទងទៅនឹងមេចៅអាគមដ៏ខ្លាំងពូកែហ្នឹងទើបធ្វើឲ្យលោកគ្រូដួងនិងលោកគ្រូដាញ់ហ្នឹងបានចាប់រាល់ចំណុចដែលគាត់អាចចាប់បានណាអញ្ចឹងលោកគ្រូដាញ់ហ្នឹងគាត់មិនត្រឹមតែជាលោកគ្រូអាគមនិងជាលោកគ្រូក្បាច់គុណដល់ពូកែម្នាក់ទេខែនឹងគាត់ហ្នឹងគឺជាគ្រូយុទ្ធសាស្ត្រដ៏ខ្លាំងម្នាក់ទៀតអញ្ចឹងមានន័យថាគាត់អាចគ្រប់គ្រងកងទ័ពមួយបានប្រយុទ្ធជាមួយនឹងកងទ័ពមួយទៀតបានណាព្រោះថាគាត់នឹងគឺចេះនៅក្បួនតម្រាយុទ្ធសាស្ត្រដែលសល់តាំងពីសម័យបារាណនឹងគាត់ចេះទាំងមើលតារានៅពេលយប់ឡើងពីរួមគឺគាត់ចេះនៅវិជ្ជាច្រើនខ្លាំងមែនទែនសឹងថាលោកគ្រូដួងនឹងមិនដែលនឹកស្មានដល់ថាលោកគ្រូដាញ់គាត់ចេះវិជ្ជាដ៏ច្រើនដល់ថ្នាក់ហ្នឹងអញ្ចឹងក្រោយពីព្រឹកឡើងអីហ្នឹងលោកគ្រូដាញ់ហ្នឹងក៏បានទៅមើលការហាត់វឹកហាត់របស់ក្រុមចៅព្រៃដែលចុះចូលជាមួយនឹងគាត់ហ្នឹងដែលក្រុមចៅព្រៃទាំងហ្នឹង
គឺបង្ហាត់ដោយបងយុទ្ធនិងបងយ៉តគាត់ជាអ្នកបង្ហាត់ផ្ទាល់អញ្ចឹងក្រោយពីការឃើញការព្យាយាមរបស់បងយុទ្ធនិងបងយ៉តលោកគ្រូដាញ់ក៏បានហៅបងយុទ្ធនិងបងយ៉តមកកន្លែងគាត់ដើម្បីគាត់ឲ្យរបស់ដល់បងយុទ្ធបងយ៉តនឹងជាទីគាប់ចិត្តដែររបស់ជាទីគាប់ចិត្តនឹងនរណាក៏ចង់បានដែរក៏ប៉ុន្តែមិនចេះតែបានទេក៏តែមាននិស្ស័យជាមួយនឹងលោកគ្រូដាញ់ទើបអាចនឹងទទួលបានអញ្ចឹងដែលឃើញអំពីនិស្ស័យជាមួយនឹងបងយុទ្ធនិងបងយ៉តលោកគ្រូដាញ់ក៏បានសាក់នៅយ័ន្តអាគមដ៏ខ្លាំងពូកែពីខ្មែរបុរាណមួយគឺយ័ន្តនៅស្បែកគង់ហើយយ័ន្តស្បែកគង់នេះឯងគឺមិនមែនចេះតែសាក់ទៅគ្រប់មនុស្សទេក៏តែមនុស្សនឹងគឺមាននិស្ស័យទៅនឹងការកាន់នៅសិលអាគមឬក៏អាគមខ្មែរពីបុរាណទើបអាចថែរក្សានៅស្បែកគង់នេះបានហើយតមនៅដំណំជាច្រើនក៏ប៉ុន្តែអេដមីនដឹងថាតមនៅអ្វីខ្លះទេក៏ប៉ុន្តែដឹងថាត្រូវតមនៅដំណំជាច្រើនដែលតាក់ទងទៅនឹងស្បែកគង់នឹងឯងអញ្ចឹងបងយុទ្ធនិងបងយ៉តក្រោយពីឮថាលោកគ្រូដួងមកសាក់នៅយ័ន្តស្បែកគង់ឲ្យពួកគាត់ណាគឺពួកគាត់សប្បាយចិត្តខ្លាំងមែនទែនគ្មានអ្វីប្រៀបផ្ទឹមបានណាព្រោះថាយ័ន្តនឹងអាគមតាក់ទងនឹងស្បែកគង់នេះហើយគឺជាយ័ន្តដែលគាត់ប្រាថ្នាតាំងពីគាត់នៅទូចមកម្លេះក៏ប៉ុន្តែថ្ងៃនេះគឺគាត់ទទួលបានហើយអញ្ចឹងគឺគាត់សប្បាយចិត្តនឹងអរគុណទៅកាន់លោកគ្រូដាញ់មែនទែនដែលគាត់គិតថាលោកគ្រូដាញ់នេះហើយគឺជាឪពុកទី2របស់គាត់ព្រោះថាបងយុទ្ធនិងបងយ៉តនឹងគឺជាក្មេងកំព្រាទាំងពីរនាក់ហ្មងហើយពួកគាត់នឹងរស់នៅជាមួយនឹងលោកគ្រូដួងនឹងតាំងពីទូចមកម្លេះក៏ប៉ុន្តែគាត់មិនដែលបំភ្លេចគុណរបស់លោកគ្រូដួងទេលោកគ្រូដួងនៅតែជាឪពុកទី1របស់គាត់ចឹងក៏ប៉ុន្តែលោកគ្រូដាញ់វិញគឺជាទី2ដែលបានបង្ហាត់នៅសិលវិជ្ជារួមទាំងឲ្យនៅរបស់ស័ក្តិសិទ្ធិជាច្រើនឥឡូវហ្នឹងគឺគាត់បានឲ្យយ័ន្តស្បែកគង់មកទៀតអញ្ចឹងបងយុទ្ធនិងបងយ៉តគឺបានគោរពដឹងគុណលោកគ្រូដាញ់ហ្នឹងគឺខ្លាំងមែនទែនអញ្ចឹងបន្ទាប់ពីសាក់យ័ន្តហើយបងយុទ្ធនិងបងយ៉តគាត់បានទៅសាកមែនដែលឲ្យក្រុមចៅដែលគាត់បង្ហាត់ហ្នឹងដែលចោះចូលជាមួយនឹងលោកគ្រូដាញ់ហ្នឹងឲ្យកាប់ជាច្រើនកំបិតខ្លាំងមែនទែនក៏ប៉ុន្តែស្បែករបស់បងយុទ្ធនិងបងយ៉តគឺមិនដាច់រហែកអីទាំងអស់តែម្ដងគឺស្បែកគាត់គឺស្អាតចេះតែម្ដងអញ្ចឹងមានន័យថាយ័ន្តហ្នឹងគឺស័ក្តិសិទ្ធិសម្រាប់ពួកគាត់ហើយឲ្យពួកគាត់ហ្នឹងធ្វើជាទ័ពមុខដើម្បីប្រយុទ្ធជាមួយនឹងកងទ័ពទី2របស់ចៅព្រៃហ្នឹងភ្លាមហ្នឹងមេចៅក្រោយពីឃើញយុទ្ធសាស្ត្ររបស់លោកគ្រូដាញ់មេចៅហ្នឹងក៏ព្រមចោះចូលជាមួយនឹងលោកគ្រូដាញ់ដែលយកលោកគ្រូដាញ់ហ្នឹងធ្វើជាលោកគ្រូរបស់គាត់ដែលគាត់ហ្នឹងអោនគ្រប់លោកគ្រូដាញ់ដល់ដីក៏ប៉ុន្តែដោយសារតែមេចៅហ្នឹងគឺមិនមាននិស្ស័យជាមួយនឹងលោកគ្រូដាញ់ទេទើបលោកគ្រូដាញ់ហ្នឹងគឺគាត់មិនឲ្យសាក់យ័ន្តអាគមស្បែកគង់ដែលគាត់បានសាក់ឲ្យបងយុទ្ធនិងបងយ៉តរួមទាំងលោកគ្រូដួងហ្នឹងគឺគាត់អត់សាក់ឲ្យទេដោយសារតែមេចៅព្រៃហ្នឹងគឺមិនមាននិស្ស័យជាមួយនឹងលោកគ្រូដាញ់អញ្ចឹងមេចៅព្រៃហ្នឹងគឺអត់បានខឹងទៅកាន់លោកគ្រូដាញ់ទេដោយសារតែលោកគ្រូដាញ់ហ្នឹងគឺគាត់បានឲ្យវត្ថុស័ក្តិសិទ្ធិមួយចំនួនដែរដើម្បីឲ្យមេចៅហ្នឹងងាយក្នុងការការពារខ្លួនអំពីការប្រយុទ្ធជាមួយនឹងកងទ័ពចៅជួរទី2នឹងឯងអញ្ចឹងអ្នកទាំង5នាក់ហ្នឹងគឺបានពិភាក្សាជាមួយគ្នានឹងយុទ្ធសាស្ត្រជាច្រើនដើម្បីក្នុងការផ្ដួលនៅកងទ័ពជួរទី2របស់មេចៅព្រៃហ្នឹងដែលពួកវាហ្នឹងគឺមានគ្នារហូតដល់40នាក់អញ្ចឹងពួកគាត់ហ្នឹងគឺមានគ្នាត្រឹមតែ19នាក់ទេរួមទាំងលោកគ្រូដាញ់និងបងយុទ្ធបងយ៉តនឹងឯងអញ្ចឹងគាត់ត្រូវតែបង្ហាត់យ៉ាងណាឲ្យក្រុមដែលគាត់មានគ្នាត្រឹមតែ19នាក់ហ្នឹងចំណឹងចំនួនកងទ័ពតូចហ្នឹងគឺមានគ្នា15នាក់ហ្នឹងធ្វើឲ្យគ្នា15នាក់ហ្នឹងគឺខ្លាំងហើយអាចប្រយុទ្ធនឹងគ្នា100នាក់តែម្ដងទើបពួកគាត់ហ្នឹងចេញប្រយុទ្ធជាមួយនឹងក្រុមចៅជួរទី2ដែលមកក្នុងរយៈពេល 3-4 ថ្ងៃខាងមុខហ្នឹងឯងអញ្ចឹងលោកគ្រូយុទ្ធនិងលោកគ្រូយ៉តគឺបានប្រយុទ្ធដោយយកចិត្តទុកដាក់ខ្លាំងមែនទែនមិនឲ្យចន្លោះត្រង់ណាទេគឺបងយុទ្ធនិងបងយ៉តគឺគាត់បានវឹកហាត់ក្រុមទាហានជាក្រុមរបស់លោកគ្រូដាញ់ហ្នឹងគឺបានវឹកហាត់ដុតដល់ខ្លាំងមែនទែនសូម្បីតែការគេងហ្នឹងគឺត្រូវមានវិន័យដែរអញ្ចឹងមានន័យថាកងទ័ពដែលមានវិន័យគឺជាកងទ័ពមួយដែលខ្លាំងពូកែខ្លាំងមែនទែនហើយសត្រូវខ្លាចជាងគេគឺខ្លាចកងទ័ពដែលមានវិន័យនឹងឯងសូម្បីតែការគេងការនិយាយគ្នាការធ្វើការហ្នឹងគឺបងយុទ្ធបងយ៉តគឺរៀបចំទាំងអស់តែម្ដងសូម្បីបីតែលោកគ្រូដួងនិងលោកគ្រូដាញ់ក៏សរសើរបងយុទ្ធបងយ៉តមិនដាច់ពីមាត់ដែររួមទាំងអតីតមេចៅព្រៃជួរទី1ហ្នឹងគឺគាត់បាននិយាយថាគាត់មិនដែលឃើញមេដឹកនាំណាដែលមានចិត្តមោះមុតដូចបងយុទ្ធនិងបងយ៉តនេះទេព្រោះថាពួកគាត់ហ្នឹងអ្វីដែលពួកគាត់គិតឃើញហ្នឹងគឺគិតឃើញតែជ័យជំនះតែមួយមុខទេពួកគាត់ហ្នឹងគឺបានគិតឃើញអំពីភាពបរាជ័យទេដោយសារតែគាត់បង្វិតកងទ័ពគឺដ
ដោយភាពជឿជាក់និងអមអាចក្លាហានជានិច្ចព្រមទាំងបង្រៀនកងទ័ពនឹងឲ្យចេះផលិតនៅអាវុធដើម្បីការពារខ្លួនទៀតផងអញ្ចឹងមានន័យថាកងទ័ពជួរទី2នឹងមានគ្នារហូតទៅដល់40នាក់ក៏មិនប្រកាសថាអាចឈ្នះទ័ពគាត់ដែលមានគ្នាចំនួនត្រឹមតែ19នាក់នឹងទេព្រោះថាកងទ័ពនឹងគឺជាកងទ័ពដែលខ្លាំងហើយសឹងថាជាកងទ័ពជួរទី3ហើយព្រោះថាមេចៅប្រៃហ្នឹងពេលដែលឃើញកងទ័ពជួរទី3ហ្នឹងគឺប្រហាក់ប្រហែលនឹងកងទ័ពរបស់លោកគ្រូដានជួរទី1នេះឯងអញ្ចឹងមិនយូរប៉ុន្មានហ្នឹងថ្ងៃប្រយុទ្ធរបស់កងទ័ពទី2ហ្នឹងគឺបានចូលមកដល់អញ្ចឹងគឺមានអ្នកនាំដំណឹងមកប្រាប់ទៅកាន់លោកគ្រូដានថាគឺពួកចៅប្រៃជួរទី2ហ្នឹងគឺបានធ្វើដំណើរចិត្តមកដល់ក្នុងភូមិហើយអញ្ចឹងតម្រូវឲ្យលោកគ្រូដាញ់ហ្នឹងរៀបចំកងទ័ពឬក៏រៀបចំជួរមនុស្សដែលត្រូវប្រយុទ្ធជាមួយនឹងកងទ័ពជួរទី2របស់មេចៅប្រៃហ្នឹងគឺត្រូវតែរៀបចំឲ្យបានទាន់ពេលវេលាព្រោះថាពួកវាហ្នឹងគឺបានធ្វើដំណើរចិត្តមកដល់នៅក្នុងភូមិហ្នឹងឯងអញ្ចឹងមកយុទ្ធនឹងមកយត់ហ្នឹងគឺបានប្រញាប់ខ្លួនភ្លាមតែម្ដងគឺគាត់បានប្រញាប់ទៅរៀបចំក្រុមរបស់គាត់គឺមានគ្នាចំនួនត្រឹមតែ17នាក់រួមទាំងមងយុទ្ធនិងមងយត់ទេរីឯលោកគ្រូ3នាក់ទៀតគឺនៅខាងក្រោយដើម្បីមើលសភាពការណាមិនស្រួលទៅពួកគាត់នឹងចូលទៅជួយក៏ប៉ុន្តែគឺគាត់ទុកចិត្តមងយុទ្ធនិងមងយត់ខ្លាំងមែនទែនដោយសារតែពួកគាត់ហ្នឹងគឺជាមនុស្សដែលម៉ត់ចត់នៅក្នុងការងារចឹងមានន័យថាការងារត្រឹមកម្ចាត់ចោលត្រឹមតែប៉ុណ្ណេះអីគឺគាត់ងាយស្រួលនៅក្នុងការកម្ចាត់ខ្លាំងមែនទែនដោយសារតែពួកគាត់ហ្នឹងគឺជាមនុស្សដែលម៉ត់ចត់នៅការងារអ្វីដែលធ្វើឲ្យលោកគ្រូដួងមានមោទនភាពទៅកាន់មងយុទ្ធនិងមងយត់ទៀតគាត់គឺអាចចេះបង្កើតនៅព្រួយដើម្បីបាញ់ទៅលើពួកចៅព្រៃហ្នឹងអញ្ចឹងមានន័យថាគាត់ហ្នឹងគឺមានរត់លើទៅក្រុមចៅទី2បាត់ហើយដោយសារតែក្រុមចៅទី2ត្បិតថាមានគ្នាច្រើនពិតមែនក៏ប៉ុន្តែក៏មិនប្រកាសថាឈ្នះក្រុមចៅរបស់បង្យុទ្ធនិងបង្យត់ដែរព្រោះថាគាត់នឹងគឺមានព្រួយអញ្ចឹងគាត់អាចលបបាញ់ពួកចៅនឹងពីខាងលើដើមឈើបាទអញ្ចឹងបន្ទាប់ពីក្រុមចៅនឹងធ្វើដំណើរចូលមកក្នុងភូមិគឺពួកវាមានការសង្ស័យទេពួកវាគិតថាអ្នកដែលមកមុនហ្នឹងគឺទៅអ្នកឃុំហ្នឹងវាយសម្លាប់អស់ហើយអញ្ចឹងគឺធ្វើដំណើរមកគឺអត់មានសង្ស័យទាំងអស់ដោយមេចៅហ្នឹងគឺស្ថិតនៅខាងក្រោយនៃក្រុមអញ្ចឹងគឺជួរខាងមុខហ្នឹងគឺមិនត្រូវបានវិបហាដោយមងយុទ្ធនិងមងយត់ទេអ្វីដែលគាត់ត្រូវវិបហាគឺក្រុមមេចៅដែលនៅខាងក្រោយនេះឯងអញ្ចឹងបន្ទាប់ពីក្រុមចៅហ្នឹងគឺបានធ្វើដំណើរចូលទៅបានពាក់កណ្ដាលសតតែមងយុទ្ធនិងមងយត់ហ្នឹងគឺបានបើកការវិបហាទៅកាន់ក្រុមចៅដែលនៅខាងក្រោយដែលគាត់ហ្នឹងធ្វើការយុទ្ធជាមួយនឹងមេចៅដែលនៅខាងក្រោយជួរទី2ហ្នឹងអញ្ចឹងមងយុទ្ធមងយត់ហ្នឹងគឺគាត់ឲ្យក្រុមកូនចៅរបស់គាត់ហ្នឹងគឺបានបាញ់ទៅក្រុមកូនចៅឲ្យត្រឹមតែរបួសបានហើយគឺមិនឲ្យគ្រោះថ្នាក់ដល់ជីវិតទេព្រោះថាពួកគាត់ហ្នឹងត្រូវយកកម្លាំងបន្ថែមដើម្បីប្រយុទ្ធជាមួយនឹងក្រុមចៅទី3ដែលក្រុមចៅទី3ហ្នឹងគឺមានសមត្ថភាពខ្លាំងមែនទែនអញ្ចឹងគាត់ត្រូវការកម្លាំងច្រើនទើបគាត់ឲ្យកូនចៅរបស់គាត់ហ្នឹងបាញ់ត្រឹមតែរបួសបានហើយមងយុទ្ធនិងមងយត់ក៏បានទៅចាប់មេចៅទី2ក៏ប៉ុន្តែដែលផ្សារតែមេចៅទី2ហ្នឹងគឺមិនមែនតែមេចៅធម្មតាទេមេចៅទី2ហ្នឹងគឺចេះនៅវិជាឬក៏សិលគុំឯដែរបានត្រូវការប្រយុទ្ធជាមួយនឹងគាត់ណាមងយុទ្ធនិងមងយត់គឺតាមប្រយុទ្ធមេចៅទី2ហ្នឹងគឺយូរខ្លាំងមែនទែនយូរដល់ថ្នាក់រហូតដល់ពាក់កណ្ដាលយប់គឺមិនទាន់នឹងឈ្នះចាញ់ទៀតភ្លាមហ្នឹងលោកគ្រូដួងនិងលោកគ្រូដាញ់ហ្នឹងគឺបានទៅតាមដល់កន្លែងហ្នឹងដែលឃើញថាការប្រយុទ្ធហ្នឹងគឺមានរយៈពេលយូរខ្លាំងពេកទើបលោកគ្រូដាញ់ហ្នឹងគឺបានប្រើយុទ្ធសិលគុំរបស់គាត់ណាដែលគាត់សូត្រត្រឹមតែមួយប្រពេចភ្នែកទេធ្វើឲ្យចៅដែលនៅខាងមុខហ្នឹងគឺធ្លាក់បាក់កម្លាំងភ្លាមតែម្ដងដោយដូចជាក្រុមដែលមេចៅទី2ហ្នឹងដូចជាមានអីសង្កត់គាត់ចឹងលក្ខណៈថាគាត់ហ្នឹងគឺបាក់ទុតជង្គង់ហ្មងរហូតធ្វើឲ្យមងយុទ្ធនិងមងយត់ហ្នឹងយកដាវមកភ្ជុំកមេចៅទី2ហ្នឹងបានអញ្ចឹងក្រោយពីភ្ជុំកមេចៅទី2ហ្នឹងបានអញ្ចឹងមានន័យថាក្រុមចៅទី2ហ្នឹងគឺត្រូវក្រុមរបស់លោកគ្រូដួងនិងលោកគ្រូដាញ់យកឈ្នះទៀតហើយអញ្ចឹងមានន័យថាគាត់ហ្នឹងគឺអាចប្រយុទ្ធជាមួយនឹងក្រុមចៅមេទី3ហ្នឹងបានហើយព្រោះថាគាត់ហ្នឹងគឺប្រយុទ្ធឈ្នះក្រុមចៅមេទី1និងទី2អញ្ចឹងមានន័យថាតបរបស់គាត់គឺមានចំនួនច្រើនហើយគាត់មិនបាច់ខ្វល់ខ្វាយរឿងអីទៀតទេតែក្រុមចៅដែលមានគ្នាចំនួន39នាក់ត្រូវប្រយុទ្ធជាមួយនឹងគ្នា15នាក់របស់ក្រុមមងយុទ្ធនិងមងយត់ក៏ត្រូវក្រុមមងយុទ្ធមងយត់នឹងបាញ់របួសខ្ទេចខ្ទីគ្មានសល់អញ្ចឹងបានជាលោកគ្រូដួងនិងលោកគ្រូដាញ់ហ្នឹងគាត់បានត្រៀមថ្នាំទុកស្រួចស្រេចដើម្បីព្យាបាលនៅក្រុមចៅដែលមានគ្នារហូតដល់40នាក់ហ្នឹងរួមទាំងមេចៅម្នាក់ទៀតអញ្ចឹងមានន័យថាគាត់ហ្នឹងគឺអាចមានកងទ័ពគ្រប់គ្រាន់ដើម្បីសម្រាប់កម្ចាត់ក្រុមចៅទី3នឹងឯងនិសាក្រុមចៅទី3នឹងគឺខូខើខ្លាំងជាងក្រុមទី1និងទី2នេះទៀតឯងព្រោះអីក្រុមមេចៅទី3នឹងគឺគ្រប់
គ្រងទៅដោយមេចោដែលមានចិត្តប្រៃផ្សៃកាប់សម្លាប់មនុស្សគ្មានសល់សំបីតែកូនក្មេងក៏វាកាប់សម្លាប់ដែរបើសិនជាវាទើសចិត្តអញ្ចឹងលោកគ្រូដួងនិងលោកគ្រូដាញ់ក៏បានសាកសួរព័ត៌មានជាច្រើនដែលតាក់ទងទៅនឹងមេចោទី3ហ្នឹងអំពីក្រុមមេចោទី2ហ្នឹងអញ្ចឹងលោកគ្រូដួងលោកគ្រូដាញ់ក៏បានដឹងព័ត៌មានកាន់តែច្រើនទៀតអំពីក្រុមចោទី3ហ្នឹងណាចឹងក្រោយពីឃើញការប្រយុទ្ធជាមួយបងយុទ្ធនិងបងយត់ជាមួយក្រុមមេចៅទី2លោកគ្រូដួងក៏ដឹងថាសមត្ថភាពរបស់មេចៅទី2ហ្នឹងគឺមិនធម្មតាទេចឹងហើយតម្រូវឲ្យលោកគ្រូដាញ់ដែលជាជំនាញខាងចិត្តសាស្ត្របញ្ចុះបញ្ចូលហ្នឹងទៅបញ្ចុះបញ្ចូលក្រុមមេចៅទី2ហ្នឹងដែលមេចៅទី2ហ្នឹងគឺមិនចង់ចុះចូលជាមួយលោកគ្រូដាញ់ទេព្រោះថាវាស្មោះស្ម័គ្រនឹងមេរបស់វាចង់តែសម្រាប់ខ្លួនចៅទេក៏ប៉ុន្តែត្រូវបានលោកគ្រូដួងនិងលោកគ្រូដាញ់ហ្នឹងខាត់រហូតចឹងលោកគ្រូដួងនិងលោកគ្រូដាញ់ហ្នឹងក៏ទៅបញ្ចុះបញ្ចូលមេចៅទី2ហ្នឹងដោយនិយាយនៅពាក្យល្អជាច្រើនដែលតាក់ទងទៅនឹងគុណធម៌ក៏ប៉ុន្តែមេចៅទី2ហ្នឹងគឺហាក់ដូចជាមិនស្ដាប់សម្ដីរបស់លោកគ្រូដួងនិងលោកគ្រូដាញ់ហ្នឹងទេព្រោះថារាល់ពាក្យគុណធម៌ទាំងឡាយគឺពួកវាហ្នឹងគឺស្ដាប់អត់ចូលទេពួកវាដឹងតែសម្លាប់បើទើសមុខទើសចិត្តដឹងតែសម្លាប់និងប្រើហិង្សាតែប៉ុណ្្នឹងឯងអញ្ចឹងលោកគ្រូដាញ់ក្រោយពីនិយាយពាក្យឬក៏និយាយចិត្តសាស្ត្រល្អគឺมันអាចធ្វើឲ្យក្រុមមេចៅនឹងដឹងអំពីគុណធម៌ឲ្យបានណាអញ្ចឹងភ្លាមហ្នឹងលោកគ្រូដួងនិងលោកគ្រូដាញ់ហ្នឹងក៏បានឲ្យបងយត់ចាប់ក្រុមមេចៅទី2ហ្នឹងចងឲ្យជាប់រួចគាត់ក៏បានធ្វើពិធីដោយការធ្វើពិធីរបស់លោកគ្រូដួងលោកគ្រូដាញ់ហ្នឹងគឺបានបណ្ដេញនៅមនុស្សឬក៏វិញ្ញាណបិសាចកាចសាហាវនៅក្នុងមេចៅទី2ហ្នឹងចេញពីខ្លួនរបស់វាអញ្ចឹងក្រោយពីលោកគ្រូដាញ់បានធ្វើពិធីហ្នឹងហើយវិញ្ញាណដែលកាចសាហាវស្ថិតនៅក្រុមមេចៅទី2ហ្នឹងគឺបានខ្ទាតចេញពីខ្លួនវាបាត់អញ្ចឹងធ្វើឲ្យក្រុមមេចៅទី2ហ្នឹងបានធ្លាក់ខ្លួនមកធ្វើជាមនុស្ស slot boat វិញដោយឃើញពីភាព slot boat របស់មេចៅទី2វិញហើយទើបលោកគ្រូដាញ់ហ្នឹងបានឲ្យលោកបងជុតនឹងមងយត់ណាយកក្រុមមេចៅទី2ហ្នឹងយកទៅបង្ហាត់ដើម្បីឲ្យគាត់ហ្នឹងទទួលបាននៅវិជ្ជាឬក៏សមត្ថភាពខ្លាំងឡើងវិញដោយសារតែមុនហ្នឹងគឺមិនមែនជាវិញ្ញាណរបស់បងមេចៅទី2ហ្នឹងទេគ្រាន់ត្រឹមតែជាវិញ្ញាណបិសាចដែលរំមេចៅអាគមមេធំជាងគេហ្នឹងបានដាក់មកក្នុងខ្លួនរបស់មេចៅទី2ហ្នឹងអញ្ចឹងមានន័យថាមេចៅទី2ហ្នឹងគាត់មានមាឌធំក៏ប៉ុន្តែគាត់មានចរិត slot boat ទៅមេចៅទី3ដែលមេចៅអាគមយើងធំខ្លាំងជាងគេហ្នឹងរៀបចំពិធីបដូរព្រលឹងឲ្យវិញ្ញាណបិសាចហ្នឹងមកគ្រប់គ្រងជំនួសព្រលឹងរបស់បងមេចៅទី2ហ្នឹងឯងអញ្ចឹងបងយុទ្ធនិងបងយត់ហ្នឹងក៏បានព្យាយាមបង្ហាត់បងមេចៅទី2ហ្នឹងព្រោះថាគាត់ហ្នឹងគឺមានកាយសម្បទាល្អមែនទែនគាត់មានសាច់ដុំធំដើម្បីអាចប្រយុទ្ធតទល់ជាមួយនឹងក្រុមមេចៅព្រៃដែលត្រូវជួបគ្នានៅរយៈពេលខាងមុខនេះអញ្ចឹងលោកគ្រូដួងលោកគ្រូដាញ់ហ្នឹងក៏បានសួរនៅរឿងរ៉ាវដែលពាក់ព័ន្ធទៅនឹងមេចៅទី3ហ្នឹងដែរក៏ប៉ុន្តែមេចៅក្រុមមេចៅទី2ហ្នឹងគាត់ដូចជាបានបាត់បង់ស្មារតីដោយសារតែព្រលឹងមុនហ្នឹងគឺបានហោះចេញពីខ្លួនគាត់បាត់ហើយព្រលឹងបិសាចដែលសន្ធិដ្ឋនៅក្នុងខ្លួនគាត់ហ្នឹងអញ្ចឹងគឺគាត់អាចបានដឹងរឿងរ៉ាវអីទាំងអស់ដែលតាក់ទងទៅនឹងមេចៅទី3ហ្នឹងប៉ុន្មានទេព្រោះថាពេលដែលគាត់ដឹងខ្លួនហ្នឹងគឺគាត់ដឹងខ្លួនតែមួយផ្លែតទេអញ្ចឹងគាត់ក៏បានទៅចាប់ក្រុមកូនចៅរកជួរទី2ហ្នឹងមកសួរចម្លើយជាច្រើនទើបអ្នកខ្លះគាត់ដឹងនៅរឿងរ៉ាវអញ្ចឹងតែអ្នកខ្លះទៀតក៏អត់ដឹងដែរអញ្ចឹងក្រោយពីបានសួរចម្លើយអញ្ចឹងទៅក៏បានដឹងថាក្រុមមេចៅទី3ហ្នឹងមានសមត្ថភាពកម្រិតណាហើយមានគ្នាចំនួនប្រមាណអ្នកអ្វីដែលធ្វើឲ្យលោកគ្រូដាញ់មានការភ្ញាក់ផ្អើលខ្លាំងជាងគេក្រុមចៅទី3ហ្នឹងគឺមានគ្នារហូតដល់100នាក់ថែមទាំងពួកវាហ្នឹងគឺអាចចេះនៅបាញ់ព្រួយទៀតអញ្ចឹងមានន័យថាក្រុមរបស់ពួកគាត់ហ្នឹងគឺមានគ្នាតិចខ្លាំងមែនទែនអ្វីដែលសំខាន់គឺទៅរបួសទៀតអញ្ចឹងបើសិនជាពួកវានឹងធ្វើដំណើរមុនថ្ងៃកំណត់ណាក្រុមរបស់គាត់គឺត្រៀមខ្លួនអត់ទាន់នឹងត្រូវចាញ់នៅក្នុងការប្រយុទ្ធលើកហ្នឹងហើយអញ្ចឹងពួកគាត់ហ្នឹងត្រូវតែត្រៀមខ្លួនឲ្យបានឲ្យមែនទែនព្រោះថាបើសិនជាមិនបានត្រៀមខ្លួនទេគាត់នឹងត្រូវចាញ់ដៃរបស់ក្រុមចៅព្រៃនឹងហើយក្រុមចៅព្រៃនឹងនឹងសម្លាប់ពួកគាត់ទាំងអស់តែម្ដងដែលមិនទុកសម្បីតែម្នាក់ឡើយអញ្ចឹងលោកគ្រូដួងហ្នឹងក៏គាត់បានស៊ើបនៅដំណឹងជាច្រើនដែលពាក់ព័ន្ធទៅនឹងក្រុមមេចៅទី3និងមេចៅដែលមេធំខ្លាំងជាងគេគឺបានចេះនៅសិលគមជាច្រើនហ្នឹងគឺគាត់បានស៊ើបដឹងថាក្រុមមេចៅដែលខ្លាំងជាងគេហ្នឹងគឺអាចចេះប្រើកូនក្រក់
2ដែលកូនក្រក់2ហ្នឹងគឺសំខាន់សម្រាប់មេចៅព្រៃនឹងខ្លាំងមែនទែនក៏ប៉ុន្តែលោកគ្រូដួងហ្នឹងនិងលោកគ្រូដាញ់ក៏គាត់ដឹងថាកូនក្រក់2ហ្នឹងគឺជាកូនក្រក់បែបមិនដែរចំណែកឯលោកគ្រូដាញ់វិញគាត់កាន់តែបារម្ភពីមួយថ្ងៃទៅមួយថ្ងៃដោយសារតែកងទ័ពដែលគាត់បានរៀបចំហ្នឹងគឺជាមិនទាន់ទេព្រោះថារបួសហ្នឹងគឺត្រូវរៀងដំណំដែរដោយសារតែត្រូវជើងអញ្ចឹងខ្លាចកងទ័ពហ្នឹងជាអត់ទាន់ទៅគាត់ឲ្យលោកគ្រូដាញ់និងក្រុមមេចៅទី1ទៅរកថ្នាំដែលដើម្បីមិនដាក់ឲ្យពួកគាត់ហ្នឹងព្យាបាលលឿនមែនទែនដែលថ្នាំដែលរកហ្នឹងត្រូវចំណាយពេល2ថ្ងៃដើម្បីរកបានទៀតអញ្ចឹងគឺគាត់បារម្ភខ្លាចថាក្រុមមេចៅទី3ហ្នឹងគឺធ្វើដំណើរមកមុនពេលអញ្ចឹងបានជាគាត់បារម្ភក៏ប៉ុន្តែដោយសារតែមានអ្នកប្រាប់ដំណឹងឲ្យគាត់ឲ្យច្បាស់លាស់អញ្ចឹងបានជាគាត់ហ្នឹងមិនបារម្ភណាស់ណាពេកវិញព្រោះថាក្រុមមេចៅទី2ហ្នឹងគឺមានក្រុមមួយចំនួនបានប្រាប់ថាមេចៅទី3ហ្នឹងគឺគាត់ធ្វើការជាក់លាក់ខ្លាំងមែនទែនបើសិនជាគាត់ដាក់ថ្ងៃណាគឺដាក់ថ្ងៃហ្នឹងហើយគឺមិនល្មើសថ្ងៃនិងមិនឲ្យផុតថ្ងៃមានន័យថាក្រុមមេចៅទី3ដែលជាមេចាស់គុំហ្នឹងគឺគាត់ធ្វើការមកចត់ខ្លាំងមែនទែនបើសិនជាគាត់ទៅថ្ងៃណាគឺថ្ងៃហ្នឹងហើយអត់ឲ្យលើសអត់ឲ្យខ្វះដំណឹងហ្នឹងហើយបានធ្វើឲ្យលោកគ្រូដាញ់ហ្នឹងគាត់សប្បាយចិត្តឡើងវិញហើយគាត់បានរៀបចំយុទ្ធសាស្ត្រជាច្រើនឲ្យប្រាប់ទៅកាន់មង្យុទ្ធនិងមង្យត់ហ្នឹងដើម្បីរៀបចំឲ្យទាន់ពេលវេលាហើយបានប្រាប់ឲ្យមង្យុទ្ធនិងមង្យត់ហ្នឹងបានរៀបចំនៅអាវការពារដើម្បីទុកឲ្យក្រុមរបស់គាត់ហ្នឹងពាក់ដោយសារតែក្រុមមេចៅទី3ហ្នឹងគឺចេះបាញ់ព្រួញទៀតអញ្ចឹងមានន័យថាក្រុមចៅពួកហ្នឹងគឺវាអាចបាញ់ព្រួញមកកាន់ពួកគាត់បានទើបធ្វើឲ្យពួកគាត់ហ្នឹងបានរៀបចំឲ្យមានការពាក់នៅអាវការពារដើម្បីការពារខ្លួនពីការបាញ់ព្រួញរបស់ក្រុមចៅទី3ហ្នឹងព្រោះថាបើសិនជាយើងមានអាវការពារយើងអាចនឹងឈ្នះទៅកាន់ក្រុមចៅទី3នឹងបានព្រោះថាយើងអាចមានលទ្ធភាពលើសគេអញ្ចឹងសរុបទៅគ្នាគាត់ហ្នឹងគឺមានចំនួន50នាក់ជាងដែរអញ្ចឹងទៀបគ្នាត្រឹមតែពាក់កណ្ដាលទេហើយការវឹកហាត់របស់បងយុទ្ធនិងបងយត់នោះគឺវឹកហាត់ខ្លាំងក្លាមែនទែនសឹងថាកងទ័ពមួយគឺស្មើនឹងកងទ័ពចៅព្រៃហ្នឹង10នាក់អញ្ចឹងមានន័យថាកងទ័ពបងយុទ្ធនិងបងយត់ហ្នឹងគឺពេញពោពេញទៅដោយគុណភាពនិងសមត្ថភាពខ្លាំងមែនទែនចឹងមិនយូរប៉ុន្មានហ្នឹងលោកគ្រូដួងនិងបងចៅព្រៃទី2ហ្នឹងគឺបានធ្វើដំណើរមកវិញហើយក៏បានពំនាំនៅថ្នាំនិងរបស់របរដែលលោកគ្រូដាញ់បានប្រាប់ទាំងប៉ុន្មានហ្នឹងមកឲ្យបងយុទ្ធនិងបងយត់ហ្នឹងរៀបចំបិទទៅឲ្យក្រុមការងារឬក៏ក្រុមរបស់ពួកគាត់ហ្នឹងដើម្បីឲ្យក្រុមហ្នឹងឆាប់ជារួចបានអាចធ្វើការឬក៏អាចវិបហាទៅកាន់ក្រុមចៅទី3នឹងវិញបានអញ្ចឹងបងយុទ្ធនិងបងយត់ហ្នឹងក៏គាត់ព្យាយាមផលិតនៅអាវុធជាច្រើនដែលពាក់ព័ន្ធទៅនឹងសភាវុធធ្វើការវិបហាទៅកាន់ក្រុមចៅទី3ហ្នឹងណាថែមទាំងបង្រៀនក្រុមចៅដែលគាត់បានចាប់បានទី2ប៉ុន្មានអ្នកហ្នឹងឲ្យចេះនៅសិលអាគមជាច្រើនដែលពាក់ព័ន្ធទៅនឹងការការពារខ្លួននិងការវិបហាក្រុមចៅហើយនឹងនៅភាសាមួយចំនួនដែលគាត់ប្រាប់ទៅក្រុមចៅទី2ហ្នឹងឬក៏ជាក្រុមទី2របស់គាត់ហ្នឹងឲ្យយល់ថាបើសិនជាគាត់ស្រែកឬក៏គាត់ប្រើកាយវិការបែបណាយើងត្រូវធ្វើម៉េចហើយយើងត្រូវវិបហាបែបម៉េចអីគឺត្រូវស្ដាប់តាមសំឡេងដែលបងយុទ្ធនិងបងយត់ហ្នឹងបញ្ជាក្រោយពីការវឹកហាត់បានមួយអាទិត្យឃើញថាកងទ័ពដែលបងយុទ្ធនិងបងយត់បានរៀបចំគឺប្រព្រឹត្តទៅបានល្អខ្លាំងតែមែនទែនសឹងថាមិនគួរឲ្យជឿព្រោះថាកងទ័ពជាទូទៅហ្នឹងគឺប្រើរយៈពេលពី1ឆ្នាំអីទើបអាចវឹកហាត់បានចូលឬក៏ស្រស់ស្រួយគ្នាតែនេះប្រើរយៈពេលមិនដល់2អាទិត្យផងក៏ប៉ុន្តែបងយុទ្ធនិងបងយត់អាចធ្វើបានអាចធ្វើឲ្យលោកគ្រូទាំង2នាក់ហ្នឹងបានសរសើរគាត់មិនដាច់ពីមាត់មែនទែនព្រោះថាគាត់អាចគ្រប់គ្រងកងទ័ពរហូតទៅដល់55នាក់ដោយគាត់ហ្នឹងមានគ្នាតែ2នាក់ទេហើយអាចវឹកហាត់កងទ័ពទាំងអស់ហ្នឹងឲ្យមានភាពស្រស់ដៃស្រស់ជើងគ្នានឹងចេះស្ដាប់គ្នាទៀតអញ្ចឹងមានន័យថាសមត្ថភាពរបស់បងយុទ្ធនិងបងយត់ហ្នឹងគឺមិនធម្មតាទេហើយថ្ងៃដែលត្រូវបញ្ជូនហ្នឹងគឺកាន់តែគៀកចូលមកដល់ហើយអញ្ចឹងភាគទី3ហ្នឹងគឺត្រូវបញ្ចប់នៅត្រឹមនេះឯងចំណែកឯភាគទី4វិញគឺ admin បានត្រៀមសម្រាប់វីដេអូក្រោយហើយសង្ឃឹមថាបងប្អូនទាំងគ្នាចូលចិត្តនិងជក់ចិត្តនៅក្នុងការតាមដានស្ដាប់ទស្សនានៅភាគ1ភាគ2ហើយក៏សង្ឃឹមថាភាគ3ហ្នឹងគឺជាភាគដែលបងប្អូនទាំងគ្នាចូលចិត្តនឹងទស្សនាដូចគ្នាចំណែកឯភាគ4ក៏ជាភាគបញ្ចប់ហ្នឹងគឺ admin សុំបងប្អូនហើយក៏សង្ឃឹមថាបងប្អូនទាំងអស់គ្នាចូលចិត្តនៅវីដេអូរបស់ admin ហើយបើសិនជាអាច admin សុំឲ្យបងប្អូនទាំងគ្នាជួយចុច subscribe ឲ្យ admin ម្នាក់មួយផងក៏ដូចជា like និងជួយ comment ឲ្យ admin បានដឹងម្នាក់មួយផងណាដើម្បីជាកម្លាំងចិត្តជួយជំរុញឲ្យ admin បង្កើតវីដេអូជូនបងប្អូនទាំងគ្នាបន្តទៀតហើយក៏ជូនពរបងប្អូនទាំងគ្នាទទួលបានសុខភាពល្អទាំងអស់គ្នានិងសំណាងល្អទាំងអស់គ្នាហើយក៏ជួបគ្នានៅវីដេអូក្រោយសូមអរគុណជម្រាបលា